អ្នកគ្រប់គ្រងរំភើបមិនឈប់ក្រោយអុកសកុនកញ្ញាថានឹងយកផ្កាដែលវណ្ដាជូននឹងទៅដាក់ក្នុងស៊ុំកញ្ចក់រក្សាទុកមួយជីវិតកន្លងមកមហាជនអ្នកគ្រប់គ្រងច្បាស់ជាបានដឹងហើយពីកម្ពុជាតារាចម្រៀងអុកសកុនកញ្ញាដែលធ្លាប់បានប្រកាសដោយត្រង់ថាអ្នកនាងជាអ្នកគ្រប់គ្រងរបស់តារាចម្រៀងរ៉េបវណ្ដាក្នុងនោះតារាចម្រៀងរ៉េបវណ្ដាក៏បានប្រាប់ដូចគ្នាដែរថាលោកក៏បានចាត់ទុករៀមច្បងខាងលើជា idol ក្នុងដួងចិត្តដូចគ្នានៅថ្ងៃទី8ខែមីនាឆ្នាំ2023ក្នុងថ្ងៃទិវាអន្តរជាតិនារីអ្នកនាងអុកសុគន្ធកញ្ញានិងលោកវណ្ដាបានឡើងច្រៀងលើឆាកប្រគំតន្ត្រីខួប3ឆ្នាំលេខពិសេសផ្ទាល់ខ្លួនធ្វើឲ្យអ្នកគ្រប់គ្រងដែលបានទស្សនាផ្ទាល់នឹងតាមបណ្ដាញសង្គម Facebook មានក្តីរំភើបយ៉ាងខ្លាំងដោយ idol ទាំងពីររូបបានជួបគ្នាជាថ្មីលើសពីនោះអ្វីដែលធ្វើឲ្យមហាជនស្រែកហូកាន់តែខ្លាំងនោះក្រោយពីអ្នកនាងអុកសុគន្ធកញ្ញាបានសម្ដែងចប់លោកវណ្ដាបានលុតជង្គង់ជូនបាច់ផ្កាដល់សិស្សច្បងប្រកបដោយក្តីគោរពភ្លាមនោះអ្នកនាងអុកសុគន្ធកញ្ញារំភើបចិត្តយ៉ាងខ្លាំងរហូតពោលពាក្យជាច្រើននៅលើឆាកថាបងប្អូនជួយនិយាយពីអារម្មណ៍ខ្ញុំបន្តិចបានអត់ពេលនេះក្នុងនាមជា fan ម្នាក់មានអារម្មណ៍យ៉ាងណាដែរសប្បាយចិត្តអត់ផ្កាមួយតោងនេះប្រហែលជាយកទៅត្រូវវាយដាក់កញ្ចក់ហើយតាំងទុកដាក់លើទូអស់មួយជីវិតតែម្ដងបន្ថែមពីលើនេះនាងអុកសុគន្ធកញ្ញាក៏បានអរគុណដល់វណ្ដាដែលបានផ្ដល់តម្លៃឲ្យស្ត្រីគ្រប់រូបជូនបាច់ផ្កាដល់អ្នកនាងតំណាងឲ្យស្ត្រីគ្រប់គ្នារីឯតារាចម្រៀងរ៉េបវណ្ដាវិញមិនបង្អង់យូរក៏ឆ្លើយតបដល់សិស្សច្បងភ្លាមថាចុះខ្ញុំជា fan គាត់ដែរដែលខ្ញុំជូនផ្កាគាត់តែខ្ញុំមានមិនទៅសំខាន់ខ្ញុំបានអោបគាត់ក្លិនទឹកអប់នៅជាប់ខ្លួនខ្ញុំ It's okay ពេលនេះក្នុងនាមជា fan ម្នាក់តើមានអារម្មណ៍យ៉ាងណាដែរសប្បាយចិត្តអត់ការមកតងនេះប្រហែលជាយកទៅត្រូវវាយដាក់កញ្ចក់ហើយតាំងចាទុកដាក់នៅលើទូមួយជីវិតតែម្ដងចាចុះខ្ញុំជា fan គាត់ដែរហ៎ដែលខ្ញុំជូនផ្កាគាត់តើខ្ញុំមានអារម្មណ៍មិនទៅអត់ទេសំខាន់ខ្ញុំបានអបគាត់ក្លិនទឹកអប់នៅជាប់ខ្លួនខ្ញុំមិនសុខទេ Thank you បង Thank you so much បងអាចសម្រាប់បានខ្ញុំឃើញបងហត់ហើយ Thank you អរគុណអូនដូចគ្នាហើយអរគុណ backstage ចាអរគុណដែលបានផ្ដល់តម្លៃដល់ស្ត្រីគ្រប់គ្នាជាពិសេសនៅក្នុងថ្ងៃនេះជូនបាច់ផ្កាដល់បងក៏ដូចជាការតំណាងឲ្យស្ត្រីគ្រប់គ្នាដែលបងអូនជាមនុស្សប្រុសអាចថាផ្ដល់នៅតម្លៃទៅដល់នារីដូចជាម្ដាយដូចជាមាតានៃពិភពលោកជូនពរស្ត្រីទាំងអស់ទទួលបានសុខភាពល្អរឹងមាំដើម្បីកសាងអនាគតជីវិតរបស់យើងណាអរគុណចា Thank you បង Thank you បង Thank you បង Thank you Thank you ហើយមកមើលផ្ទុះការវិញ្ញាក្រោយពីម៉ាយ៉ាឈ្នះមង្កត់ Miss Queen Cambodia 2023យប់មិញនៅរាត្រីថ្ងៃទី8ខែមីនាឆ្នាំ2023កម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទី3 Miss Queen Cambodia បានប្រកួតវគ្គផ្ដាច់ព្រាត់និងស្វែងរកឃើញម្ចាស់មង្កត់ប្រចាំឆ្នាំ2023នេះហើយបានទៅលើបេក្ខភាពបវរកញ្ញាភេទទី3ម៉ាយ៉ាដែលលំដាប់រងទី1បានទៅលើ Devina លំដាប់រងទី2បានទៅលើវិកាលំដាប់រងទី3បានទៅលើស្លឹកឈើនិងលំដាប់រងទី4ភីមជាអ្នកទទួលតំណែងដោយឡែកក្រោយពីកម្មវិធី Miss Queen Cambodia បានបញ្ចប់ដោយរលូននិងប្រកាសរកឃើញម្ចាស់ជ័យលាភីក្រុងមកុដនេះក្រឡេកទៅមើលបណ្ដាញសង្គមឃើញថាមហាជនអ្នកគ្រប់គ្រងវិស័យបវរកញ្ញាកំពុងផ្ទុះបញ្ចេញមតិវែកញែកខ្លាំងពេញបណ្ដាញសង្គមដោយមហាជនមួយចំនួននាំគ្នាបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលនេះនិងមានការរិះគន់ជាច្រើនផងដែរទន្ទឹមនឹងនោះបន្ទាប់ពីរងការរិះគន់វែកញែកពីមហាជនអ្នកគ្រប់គ្រងជាច្រើនជុំវិញរឿងនេះក៏បានឃើញបណ្ដាញសង្គម Facebook ផ្លូវការរបស់ Miss Queen Cambodia ចេញបង្ហោះសារឆ្លើយតបទៅនឹងអ្នកបញ្ចេញមតិរិះគន់មិនពេញចិត្តវិញថាយើងខ្ញុំពិតជាហួសចិត្តនិងអាណិតអ្នកដែលមិនមានវិជ្ជាជីវៈនិងចង់បំពេញតួនាទីជាគណៈកម្មការជំនាញពិតប្រាកដសូមកុំប្រើការយកឃើញតែមួយចំណុចតូចរបស់ខ្លួនដែលគ្មានជំនាញដើម្បីជន់ពង្លិចគេដោយគ្មានសតិព្រោះបើគ្រប់គ្នាមានសតិគ្រប់គ្រាន់ក៏គង់នៅការគោរពនិងគុណធម៌នេះគឺជាទស្សនវិជ្ជាបនទន្លេនៅខាងខេត្តកំពង់ធំយប់មិញគឺឃើញមានមនុស្សម្នាច្រើនកក់កញ្ញមានតបតែងភ្លើងភ្លឺចាំងអញ្ចាចស្រស់ស្អាតមែនទែនក្រសួងទេសចរនៅព្រឹកថ្ងៃទី9ខែមីនាឆ្នាំ2023នេះបានបង្ហាញពីទស្សនវិជ្ជានិងសកម្មភាពដ៏ជក់ចិត្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងការទស្សនាកម្សាន្តនៅរាត្រីថ្ងៃដំបូង
ពលគឺនៅថ្ងៃទី8ខែមីនាឆ្នាំ2023យប់មិញនេះនៃពិធីបុណ្យទន្លេនៅខេត្តកំពង់ធំពិធីបុណ្យទន្លេលើកទី7នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី8ដល់ថ្ងៃទី10ខែមីនាឆ្នាំ2023ក្រោមប្រធានបទទន្លេរបស់យើងដើម្បីបច្ចុប្បន្ននិងអនាគត Our River for the Now and Next ខាងក្រោមនេះជាកម្មវិធីសំខាន់ៗនៃពិធីបុណ្យទន្លេលើកទី7ដែលនៅសល់2ថ្ងៃទៀតនារាត្រីថ្ងៃទី9ខែមីនាឆ្នាំ2023ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី7ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននៅវេទិកាប្រារព្ធពិធីឬឆាកធំថ្ងៃទី3ត្រូវនឹងថ្ងៃទី10ខែមីនាកម្មវិធីប្រកួតកីឡាប៉េតង់នៅបរិវេណទីស្នាក់ការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ធំការតាំងពិព័រណ៍កសិទេសចរនិងផលិតផលសហគ្រាសធុនតូចនិងមធ្យមផលិតផលខ្មែរនិងបរទេសនៅបណ្ដោយសួនច្បារមាត់ស្ទឹងសែនមហោស្រពម្ហូបអាហារនិងភេសជ្ជៈនៅបណ្ដោយសួនច្បារមាត់ស្ទឹងសែនកម្មវិធីប្រកួតកីឡាបាល់ទាត់លើតុកីឡាបាល់ទាស់ឆ្នេរខ្សាច់កីឡាបាល់ទាត់ឆ្នេរខ្សាច់នៅឆ្នេរខ្សាច់មាត់ស្ទឹងសែនកម្មវិធីប្រកួតប្រដាល់គុនខ្មែរនៅឆ្នេរខ្សាច់មាត់ស្ទឹងសែនការសម្ដែងសិល្បៈវប្បធម៌និងប្រគំតន្ត្រីនៅឆាកធំអញ្ចឹងបងប្អូនណានៅខេត្តកំពង់ធំឬក៏នៅជិតខេត្តកំពង់ធំអាចទៅលេងបានមនុស្សច្រើនហើយក៏មានភ្លើងស្អាតផងដែរនៅមាត់ទន្លេហើយតោះជួបមួយអត្ថបទទៀតអ្នកគ្រប់គ្រងសោកស្ដាយក្រោយ Devina នឹងមិនអាចយកឈ្នះបង្កត់ Miss Queen បានត្រឹមជ័យលាភីរងទី1កាលពីរាត្រីថ្ងៃទី8ខែមីនាឆ្នាំ2023កន្លងទៅនេះកម្មវិធី Miss Queen Cambodia 2023បានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីបានស្វែងរកម្ចាស់ជ័យលាភីឃើញគឺកញ្ញាម៉ាយ៉ាស្របគ្នានឹងការស្វែងរកឃើញម្ចាស់បង្កត់ Miss Queen Cambodia 2023នេះដែរមហាជនក៏បានសម្ដែងឃើញមានផ្ទុះមតិវិញ្ញេកប្រងព្រាតលើបណ្ដាញសង្គម Facebook ពីបណ្ដាអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាចំពោះលទ្ធផលផងដែរយ៉ាងណាមិញអ្វីដែលមហាជនចាប់អារម្មណ៍ជាងនេះនោះគឺការលើកឡើងអំពីកញ្ញា Devina ក្រោយនាងមិនអាចយកឈ្នះបង្កត់ Miss Queen Cambodia 2023ដោយបានត្រឹមជ័យលាភីរងទី1ជាការពិតកន្លងមកអ្នកគ្រប់គ្រងបានលើកឡើងថា Devina គឺជាបេក្ខភាព Miss Queen Cambodia មួយរូបដែលមានមហាជនអ្នកស្នេហាវិស័យបវរកញ្ញាកម្ពុជារំពឹងខ្ពស់ថានាងនឹងអាចគ្រងបង្កត់បានព្រោះនាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងមានចំណេះដឹងនិងការប្រើប្រាស់ភាសាបានល្អគួរឲ្យកត់សម្គាល់ទៀតផងការរបូតឱកាសក្រុងបង្កត់នាឆ្នាំនេះដែរបានធ្វើឲ្យមហាជននៅស្នេហាវិស័យបវរកញ្ញានៅកម្ពុជាជាច្រើននាំគ្នាសម្ដែងការសោកស្ដាយមិនធម្មតានោះទេទោះជាបែបនេះក្តីក៏មានអ្នកគ្រប់គ្រងជាច្រើនបានជំរុញឲ្យនាងត្រឡប់មកវិញនៅឆ្នាំក្រោយទៀតដើម្បីឈោងចាប់ក្តីស្រមៃឈ្នះបង្កត់តំណាងកម្ពុជាលើឆាកអន្តរជាតិ